ឥឡូវហ្នឹងខាងខ្ញុំនេះកំពុងតែធ្វើដំណើរទៅទៀតដល់បងប្អូនទៅគឺទៅផ្សារប្តីខ្ញុំគាត់ត្រូវមើលស៊ីម៉ង់ហើយខ្ញុំនេះឃើញចឹងក៏ទៅជាមួយគេដែរត្រូវមើលគីឡូឃើញមានផ្កាណាត្រូវចិត្តយើងមកដាំអញ្ចឹងណាឥឡូវហ្នឹងកំពុងតែធ្វើដំណើរតាមផ្លូវបងប្អូនខាងខ្ញុំថ្ងៃនេះគឺបើកថ្ងៃល្អមែនតើហើយនេះមានដើមមិញប៉ះណាបងប្អូននិយាយទៅផ្សារហ្នឹងបើនៅខ្មែរយើងគេហៅថាខាងគ្រឿងសំណង់លក់សម្ភារៈគ្រឿងសំណង់ណាប៉ុន្តែនៅនេះសម្ភារៈគ្រឿងសំណង់គេមានលក់វាថាចូលគ្នាទាំងអស់មានទាំងបន្លែមានទាំងដំណាំអីចឹងយើងអាចធ្វើមើលនៅក្នុងនឹងបានហើយកូនខ្ញុំដើរឃើញដើមស្ទ្រូប៊េរីគាត់សួរខ្ញុំអញ្ចឹងខ្ញុំក៏ថាយកវាមកយួរហ្នឹងមាន4ដើមហើយខ្ញុំដើរទៅមុខឃើញមានម្ទេសខ្ញុំយកបានម្ទេស2ដើមក្រៅពីហ្នឹងគឺអត់មានអីទេហើយខាងក្រោមហ្នឹងគឺមានដើមបេងប៉ោះមានដើមត្រសក់និយាយទៅរបៀបថាបន្លែខាងប៉ែកអឺរ៉ុបណាបងប្អូនអត់មានបន្លែខាងប៉ែកអាស៊ីយើងទេនៅនេះហើយនេះគឺជាផ្កានិយាយទៅផ្កាគេស្អាតមែនតើមកជួរនេះសិតតែផ្កាហើយខ្ញុំអត់មានយកផ្កាអីទេគឺថតជូនបងប្អូនមើលអញ្ចឹងណាដល់ពេលអញ្ចឹងទៅគេមានមកជួរទៀតនៅខាងចិត្តនឹងដែរខ្ញុំដើរថតមកជុំនឹងតបមកក៏នាំគ្នាចូលទៅខាងក្នុងផ្សារតែម្ដងទៅខាងក្នុងហ្នឹងប្តីខ្ញុំត្រូវមើលស៊ីម៉ង់យកមកចាក់សាបនៅខាងក្រោយផ្ទះហ្នឹងនិយាយទៅផ្កានេះគឺល្អមែនតើហើយខាងក្រោយណាបងប្អូននេះចូលទៅខាងក្រោយនឹងទៀតខាងក្រោយហ្នឹងគេមានផ្កាគេមានរបៀបថាផ្កាកលាបផ្ការបៀបថាដាំគុំធំណាហើយអីតែពិសេសហ្នឹងគឺមានដើមប៉ោមដើមស្ទ្រូប៊េរីដើមអីគឺមាននៅទាំងអស់ហើយខ្ញុំរើមើលនេះគឺរើមើលដើមក្រូចសើចហើយនឹងផ្លែទ្រលាប់ដើមផ្លែទ្រលាប់ណាប៉ុន្តែអត់មានទេនៅខ្ញុំនេះគឺកម្រមានណាដើមទ្រលាប់ខ្ញុំរើនៅក្នុងផ្សារអត់ដែរជួបទេបងប្អូនបើថាក្រូចសើចយូរជួបម្ដងហើយបើថានេះវិញគឺអត់ដែរមានទេខ្ញុំថារើមើលពីបេចឡាប់ចឹងគីឡូពេលខ្លះចឹងទៅវាមកមួយជើងអញ្ចឹងវាមានណាប៉ុន្តែអត់មានទេបងប្អូនហើយនេះគឺសិតតែជាផ្កាកលាបហ្នឹងមានច្រើនប្រភេទណាបងប្អូនហើយដែលពិសេសខ្ញុំឃើញនេះផ្កាផលិតតែផ្កាផលិតហ្នឹងវាថាគេដាក់ដាំតាំងលម្អនៅក្នុងសួនផ្ទះទូចឹងណាបងប្អូនមកដល់ផ្លែរៀបចំដាក់ដាំភ្លាមតែម្ដងមិនឲ្យចាំយូរទេហើយមានម្ទេសនេះសមិទ្ធផលដែលរើបានហើយអីមួយទៀតនោះគឺខ្ញុំទិញហៅថាជីណាវាថាជីខ្មៅសម្រាប់ដាក់ដាំបន្លែហ្នឹងទិញបាន8ក្រុងហើយឥឡូវពូគាត់យកចូលទៅក្នុងហ្នឹងដាក់ខាងក្រោយនេះទុកឲ្យខ្ញុំ